សូមស្វាគមន៍មកកាន់ Pick Desk របស់ពួកខ្ញុំអត់ចេះអង់គ្លេសផងគ្រូមកយល់ជាអង់គ្លេសទៀតរៀនយូរចេះតែគ្រូដោយដឹកកូនទៅស្ដាប់រឿងនិទានអញ្ចឹងនេះគឺជាទិន្នន័យដែលសិស្សថ្នាក់ទី12ដែលគាត់បានប្រឡងធ្លាក់មុខវិជ្ជាភាសាអង់គ្លេសនៅក្នុងបាក់ឌុបមានការកើនឡើងគួរឲ្យកត់សម្គាល់ដូចនេះខ្ញុំបានចោះ survey ជាមួយនិស្សិតដែលគាត់បានមកពីតាមជនបទខ្ញុំបានកំណត់សម្គាល់នៃបញ្ហាចំនួន4ធំដែលធ្វើឲ្យគាត់មានកង្វះខាតជាមួយនឹងភាសាអង់គ្លេសក្នុងនោះមានដូចជាកង្វះខាតនៃហិរញ្ញវត្ថុដែលគាត់មានកង្វះខាតជាខ្លាំងហើយនឹងមានការកើនដែលខ្ញុំបានសម្ភាសគាត់គឺគាត់មានបញ្ហានោះធំជាងគេហើយ learning resource ដែលនៅតាមជនបទគឺមានកង្វះខាតជាមួយគ្រូបង្រៀនresource ផ្សេងដូចជាមេរៀនហើយនឹងសាលារៀនដែលបានបង្រៀនជាភាសាអង់គ្លេសហើយទី3គឺជាចម្ងាយដែលគាត់ធ្វើដំណើរពីផ្ទះគាត់ទៅសាលាគឺមានចម្ងាយឆ្ងាយពេលខ្លះអាចដល់ហាក់10គីឡូ20គីឡូដែលធ្វើឲ្យគាត់មានចំណាយសាំងម៉ូតូជាច្រើនហើយទី4គឺ complex time ដែលគាត់មានបញ្ហាជាមួយនឹងការមករៀនភាសាបរទេសជាមួយនឹងចំជាមួយនឹងមុខវិជ្ជាដែលគាត់ត្រូវរៀននៅក្នុងវិទ្យាល័យរបស់គាត់នេះខ្ញុំបានកំណត់នៃបញ្ហាចំនួន3ធំដែលធ្វើឲ្យនិស្សិតដែលគាត់មកតាមជនបទគឺជួបប្រទះទី1គឺ limited educational resources គឺកង្វះខាតនៃសាលារៀននិងកង្វះខាតនៃគ្រូបង្រៀនហើយមិនតែប៉ុណ្ណោះគឺលោកគ្រូបង្រៀនដែលគាត់នៅតាមជនបទគាត់មានការបង្រៀនបែបបុរាណដែលធ្វើឲ្យសិស្សដែលគាត់នៅតាមជនបទមានការចាប់យកមេរៀនមិនបានគ្រប់គ្រាន់ឬមិនបានចាប់បានតែម្ដងហើយមិនតែប៉ុណ្ណោះគឺมันមានឯកសារផ្សេងដែលដូចនៅយុវជនដែលនៅតាមទីក្រុងដែលគាត់អាច research បាននៅតាមអ៊ីនធឺណិតចម្បងទី2គឺហិរញ្ញវត្ថុដែលសិស្សដែលតាមជនបទក៏មិនអាចបែងចែកថវិការបស់គាត់ជា2ក្នុងការចំណាយលើសាលារដ្ឋហើយត្រូវបន្ថែមទៅលើចំណាយនៅក្នុងការសិក្សាភាសាអង់គ្លេសបាននោះទេព្រោះការហិរញ្ញវត្ថុរបស់គាត់នៅមានកម្រិតបញ្ហាប្រឈមទី3គឺ lack of exposure to English សិស្សដែលនៅតាមជនបទគាត់បានសិក្សាភាសាអង់គ្លេសនៅក្នុងសាលារដ្ឋបានប៉ុន្តែគាត់មិនអាចយកមុខវិជ្ជានោះទៅអនុវត្តនៅខាងក្រៅបាននោះទេពីព្រោះថានៅតាមជនបទมันមានដូចជាសមាគមឬគឺជាប្រជាជនដែលមកពីតាមដែលជាបរទេសដែលធ្វើឲ្យគាត់អាចមានទំនាក់ទំនងក្នុងការនិយាយភាសាអង់គ្លេសជាមួយពួកគាត់បានក្រោយពីបានកំណត់សម្គាល់បញ្ហាទាំង3នោះខ្ញុំបានរកឃើញដំណោះស្រាយមួយដែលបង្កើតជា e-learning platform ដែលបង្រៀនជាភាសាអង់គ្លេសចាប់ពី basic ដល់ advanced ហើយបានធ្វើជា internet learning tool ដែលមាន engage quizzes or game ដែលធ្វើឲ្យ make fun ពួកដែលដល់យុវជនដែលគាត់បានចូលរួមជាមួយ e-learning platform របស់ខ្ញុំឲ្យមិនឲ្យមានសម្ពាធក្នុងការរៀនបានទី3គឺ learning tutoring and support គឺធ្វើការ live បង្រៀនមុខវិជ្ជាភាសាអង់គ្លេសហើយបានមានជា communicative ក្នុងការនៅពេលដែលយុវជននោះគាត់មានបញ្ហាឬចម្ងល់ផ្សេងក្នុងការសួរអំពីភាសាអង់គ្លេសទី4គឺ progress tracking គឺធ្វើការតាមដានយុវជនឬសិស្សដែលគាត់បានចូលរៀនក្នុង e-learning platform របស់យើងថាគាត់ចូលរៀនជាប្រចាំដែរឬអត់នេះគឺសូមស្វាគមន៍ចង់រៀន platform គឺជា platform របស់ពួកយើងដែល encourage ហើយនិង engagement for student សិស្សដែលគាត់មកពីតាមជនបទក្នុងការគាត់អភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសរបស់គាត់ហើយនឹងឲ្យskill អង់គ្លេសនោះឲ្យគាត់យកទៅធ្វើអ្វីមួយបានសម្រេចtarget customer របស់ខ្ញុំគឺយុវជនដែលមកពីតាមជនបទដែលមិនថាប្រុសមិនថាស្រីអាយុចាប់ពី13ដល់26ឆ្នាំដែលគាត់បានឡើងមកសិក្សានៅរាជធានីភ្នំពេញដែលគាត់មានកង្វះខាតភាសាអង់គ្លេសនេះគឺជា prototype របស់ខ្ញុំដែលមានជាការផ្ដល់ជូននៃ course English ផ្សេងហើយ provide ជា resource ដូចជាវីដេអូមេរៀនដែលធ្វើឲ្យយុវជនគាត់ងាយស្រួលក្នុងការចុចមើលនិងស្វែងរកនៃឯកសារផ្សេងហើយក៏បានផ្ដល់ជូនជាមួយ quiz នេះគឺជាគុណតម្លៃរបស់ e-learning platform របស់ខ្ញុំ
ទីមួយគឺបង្រៀនភាសាអង់គ្លេសដែលបញ្ចូលជាភាសាខ្មែរសម្រាប់ឲ្យសិស្សានុសិស្សដែលគាត់មានកង្វះខាតជាមួយភាសាអង់គ្លេសងាយស្រួលក្នុងការស្ដាប់ហើយនឹងយល់ពីអត្ថន័យនៃភាសាអង់គ្លេសនោះហើយទី2គឺ Fun Engagement Lesson គឺបានបង្រៀនជាភាសាអង់គ្លេសផងហើយក៏បានផ្ដល់ជូនជាមួយនឹង quiz ក៏ game ផ្សេងៗនៅក្នុងlesson នីមួយៗដើម្បីធ្វើឲ្យគាត់មានភាពសប្បាយរីករាយហើយ enjoyment និងមានចំណង់ចំណូលចិត្តក្នុងការរៀន e-learning platform របស់យើងទៅមុខបន្តទៀតទី3គឺ free access for everyone e-learning platform របស់ពួកយើងគឺមិនមានការបង់ថ្លៃផ្សេងៗនោះទេគឺបង្កើតនេះគឺផ្ដល់ជូនដល់និស្សិតសិស្សានុសិស្សដែលមកតាមជនបទធ្វើការសិក្សាដោយ free មិនមានការបង់ថ្លៃកម្រៃផ្សេងៗខ្ញុំបានកំណត់សម្គាល់ដៃគូប្រកួតប្រជែងរបស់ខ្ញុំដែលខ្ញុំបានរកឃើញចំនួន3គឺ e-school EFK Academy and TTA ក្នុងនោះគឺពួកគាត់មានផលវិជ្ជមាននិងផលអវិជ្ជមានផ្សេងៗគ្នាហើយនេះគឺ team role member របស់ partnership របស់ខ្ញុំទី1គឺ Smart ដែលគាត់បានជួយឧបត្ថម្ភឬ sponsor ដែលក្នុងសិស្សានុសិស្សដែលគាត់ចូលក្នុង e-learning platform របស់ខ្ញុំដែលគាត់ប្រើប្រាស់ជា SIM Smart ដោយនៅពេលដែលគាត់មិនមានទឹកប្រាក់គ្រប់គ្រាន់ឬមិនមានអ៊ីនធឺណិតគាត់អាច access ចូលនៅក្នុង e-learning platform របស់ខ្ញុំបានទី2គឺ AWS គឺជាសេវាកម្មនៃការហុក server របស់ website របស់ក្នុងនោះមាន digital marketer professional tutorial software engineering graphic designer and supervisor and UX UI ហើយ big scalability របស់ខ្ញុំគឺដែលមាន3 short term medium term and long term short term គឺខ្ញុំបានបង្រិចរបស់ website របស់ខ្ញុំនៅក្នុង local ទីផ្សារដែលហើយទី2គឺងាយស្រួលក្នុងការ sign up ហើយទី3គឺ partner ជាមួយនឹងក្រុមផ្សេងក្រុមឬ organization តូចៗដែលនៅក្នុង local នោះទី2 medium term គឺខ្ញុំបានពង្រីកឬបន្ថែមជាមួយ course ហើយនឹងឈានទៅដល់ការបង្កើតនៃ mobile app ទី3គឺ long term ខ្ញុំបានពង្រីកខ្ញុំនឹងធ្វើការពង្រីក website របស់ខ្ញុំទៅកាន់តំបន់ផ្សេងៗហើយជំរុញឲ្យសិស្សានុសិស្សមានការងាយស្រួលនឹងសិក្សាដោយខ្លួនឯងហើយនឹងធ្វើការដៃគូសហការជាមួយក្រុមហ៊ុនធំៗនៅប្រទេសកម្ពុជានេះគឺជា reference ដែលខ្ញុំបានដកស្រង់នឹងធ្វើការស្វែងរកនៃបញ្ហាទាំងនោះហើយនឹងយកបញ្ហាទាំងនោះមកដាក់ក្នុង page របស់ខ្ញុំសូមអរគុណអ្នក